មកហើយនៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទបាយ័នមានព្រះរាជដំណាក់នៅលើជួរភ្នំដងរែកទ្រង់មានព្រះអគ្គមហេសីព្រះនាមនាងសក់ក្រអូបប្រកបដោយព្រះរូបឆោមព្រះភ័ក្ត្រល្អប្រំប្រៃសម្បុរភ្លឺថ្លាដូចនាងទេពធីតាក្លិនក្រអូបសាយចេញជុំវិញព្រះកាយមួយយោជកិត្តិយសនេះល្បីសុះសាយដល់ព្រះចៅសៀមស្ដេចសៀមក៏ចាត់មនុស្សមកស៊ើបអង្កេតបានដឹងពិតប្រាកដថាព្រះនាងជាម្ចាស់ក្សត្រីដ៏ស្រស់ស្អាតជាស្រីបរិបូរណ៍ដោយលក្ខណៈល្អគ្រប់យ៉ាងស្ដេចសៀមក៏រកឧបាយកលចូលមកចាប់ព្រះនាងយកទៅដើម្បីជាកិត្តិយសដល់ប្រទេសរបស់ខ្លួនស្ដេចបាយ័នទ្រង់ជ្រាបការដូចនេះក៏នាំព្រះអគ្គមហេសីពួកស្រីស្នំក្រមផ្កានិងពលសេនាទាំងអស់ចោះសំពៅភៀសព្រះនាងយើងចេញចោលដំណាក់ទាំងយប់បើកសំពៅទៅទិសអាគ្នេយ៍តែមុននឹងយើងចេញទៅទ្រង់លើកព្រះហស្ថប្រណម្យដាក់លើព្រះសិរសាសច្ចាបន់ទេវតារក្សាទឹកថាសូមឲ្យសម្រេចសេចក្តីប្រាថ្នា3ប្រការនេះ 1. សូមឲ្យបានសុខក្នុងដំណើរសាគរ 2. សូមកុំឲ្យចោលសៀមតាមតាន់ 3. សូមឲ្យបានជួបប្រទះកន្លែងជាទីកប់ចិត្តបើបានសម្រេចដោយបំណងខ្ញុំព្រះករុណានឹងកោសក់ថ្វាយស្ដេចព្រួយព្រះハរតីជាខ្លាំងទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃលុះទ្រង់ប្រមើលមើលឃើញថាចេញបានឆ្ងាយណាស់មកហើយទើបទ្រង់ងាករេទៅរកតំបន់មួយដើម្បីចតសំពៅជួនជាពេលនោះខ្យល់ព្យុះបក់បោកសំពៅឲ្យវិលវល់បាក់ចង្កូតទើបនៅទីនោះមានឈ្មោះថាភូមិបាក់ចង្កូតដែលសពថ្ងៃគេហៅคล้ายមកជាភូមិបាក់កូតស្ដេចទ្រង់ភ័យហើយលើកព្រះហស្ថអំពាវនាវបន់ថាសូមឲ្យបាត់ព្យុះទាំងនេះទៅខ្ញុំព្រះករុណានឹងសែនថ្វាយដល់ពួកអរិយទឹកទាំងឡាយគ្រានោះខ្យល់ព្យុះក៏ស្ងប់ស្ងាត់អស់មួយរំពេចលុះទៅបានបន្តិចទៀតក៏ឈប់បោះយុទ្ធការចតទើបនៅទីនោះមានឈ្មោះថាភូមិកន្លែងចតការឈប់ចតនេះគឺដើម្បីរៀបចំនំចំណីអាហារដែលសែនថ្វាយអរិយទឹកនិងធ្វើចង្កូតសំពៅជាថ្មីត្រង់តំបន់ដែលថ្វាយអាហារនោះនៅមានឈ្មោះជាប់មកដល់សព្វថ្ងៃថាភូមិសែនបន់ទាំង3កន្លែងនេះនៅឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវលុះសម្រេចកិច្ចនៅកន្លែងនោះសពគ្រប់ហើយទ្រង់ក៏យើងចេញសំពៅទៅទៀតសំដៅទៅទិសអាគ្នេយ៍ដដែលលុះទៅដល់កន្លែងមួយសំពៅក៏ធ្លាយទ្រង់ចាប់ផ្ដើមធ្វើសំពៅបណ្ដាបើកទៅមុខបណ្ដាត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថាសំពៅធ្លាយបើកបន្តិចទៀតទៅដល់កន្លែងមួយឃើញមានដីដុះស្បូវច្រើនក៏បោចស្បូវនោះមកចុះសំពៅដែលធ្លាយត្រង់កន្លែងនោះជាប់ឈ្មោះមកដល់សព្វថ្ងៃថាភូមិព្រែកស្បូវហើយបើកសំពៅធ្វើដំណើរតទៅទៀតដល់កន្លែងមួយព្រះនាងសក់ក្រអូបទ្រង់កើតទុកព្រួយព្រះハរតីច្រើនប្រការណាមួយអំពីការធ្វើដំណើរដែលចេះតែឆ្ងាយទៅរកទីសំណាក់មិនឃើញម្យ៉ាងទៀតអំពីពួកសៀមថាមុខជាគេតាមមកតាន់ចាក់ជាមិនខានព្រះនាងទ្រង់អុជទៀនអ្នកមាសិកាបន់ស្រន់ដល់អរិយទឹកអរិយគោកនិងអ្នកតាព្រៃភ្នំក្រំថ្មសពទីកន្លែងថាសូមឲ្យបានជួបកន្លែងសុខប្រសើរសូមឲ្យចៅសៀមចិត្តអប្រិយបរាជ័យវិនាសក្នុងសាគរត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះជាប់ឈ្មោះរហូតមកដល់សពថ្ងៃហៅថាភូមិអន្លង់ទៀនពិធីអ្នកមាសិកាអំពាវនាវរបស់ព្រះនាងនោះបានសម្រេចដោយសេចក្តីប្រាថ្នាមែនគឺសំពើស្ដេចសៀមដែលបានបញ្ជូនពលចំនួន100,000 នាក់កំពុងទៅតាមស្កាត់រកព្រះនាងនោះក៏ជ្រោះផ្លូវគ្នាដោយសំពើស្ដេចបាយ័នចេញទៅផ្នែកខាងកើត
សំពៅពួកពលសៀមចេញទៅផ្នែកខាងលិចក្រោយពេលដែលព្រះនាងបន់ស្រន់រួចហើយសំពៅស្ដេចបាយ័ងក៏ងាកសំដៅទៅទិសនិរតីបន្តិចបន្ទាប់ពីនោះស្រាប់តែមានខ្ចោះព្យុះយ៉ាងខ្លាំងបក់បោកសំពៅសៀមខ្ទេចខ្ទីលិចលង់ស្លាប់អស់ពួកពលនៅក្នុងមហាសាគរត្រង់កន្លែងនោះមានឈ្មោះថាភូមិសានលងជាប់រហូតមកដល់សព្វថ្ងៃគេហៅคล้ายមកថាភូមិសន្លងទៅវិញចំណែកសំពៅស្ដេចបាយ័ងកាលបើលឿនត្រង់ទៅទិសនិរតីទ្រង់ចតឃើញកោះនិងភ្នំជាច្រើនទ្រង់ក៏ចូលទៅបោះយុទ្ធការចតសំពៅនៅក្បែរកោះមួយស្ដេចយាងឡើងទៅលើកោះនោះដើម្បីរកទីកន្លែងដ៏សមគួរនឹងអាចរស់នៅបណ្ដោះអាសន្នបានព្រះអង្គទតឃើញកន្លែងល្អៗជាច្រើនដែលគាត់ព្រះハរតីក៏ឲ្យពួកពលជញ្ជូនអីវ៉ាន់ចេញពីសំពៅនាំព្រះអគ្គមហាសីយាងចូលទៅក្នុងព្រៃច្រកភ្នំហើយក៏ចតសំពៅនៅត្រង់កន្លែងនោះក្រោយពីស្ដេចនិងព្រះនាងព្រមទាំងព្រះរាជបរិវារឡើងគោកផុតភ្លាមផ្ទៃមេឃក៏ងងឹតបណ្ដាលឲ្យមានភ្លៀងផ្គរយ៉ាងខ្លាំងស្រាប់តែរន្ទះបាញ់សំពៅក្រឡាប់លិចនៅទីនោះត្រង់កន្លែងនោះជាប់ឈ្មោះថាភ្នំរន្ទះបន្ទាប់ពីនោះស្ដេចបាយ័ងចេះតែខំស្វែងរកទីឋានដើម្បីបានសង់ព្រះរាជដំណាក់ស្នាក់អាស្រ័យគ្រានោះទ្រង់បានជួបទីទួលមួយខ្ពស់ល្អគួរជាទីរីករាយក្រៃពេកក៏ទ្រង់ធ្វើព្រះពន្លាបណ្ដោះអាសន្ននៅទីនោះលុះស្ដេចស្នាក់នៅបានស្រួលបួលហើយទ្រង់ក៏សំណេះសំណាលជាមួយនឹងព្រះអគ្គមហាសីអំពីសេចក្តីកំសត់ទុក្ខវេទនារបស់ព្រះអង្គតាំងពីដើមទីមកព្រះនាងទ្រង់រំលឹកព្រះរាជាអំពីរឿងដែលទ្រង់បានបន់ថានឹងដាក់ប្រកេះកោកេសាថ្វាយដល់អរិយទឹកនោះពេលនោះព្រះអង្គត្រូវតែដាក់ព្រះកេសាលាបំណន់ក្នុងវេលានេះឯងស្ដេចបាយ័ងទ្រង់ក៏កោប្រកេះថ្វាយអរិយទឹកដូចនេះបានជាជាប់នាមថាស្ដេចបាយ័ងកោហើយដីទួលខ្ពស់ដែលទ្រង់ធ្វើព្រះពន្លានោះជាប់ឈ្មោះថាភ្នំបាយ័ងកោរហូតមកដល់សព្វថ្ងៃស្ដេចបាយ័ងកោទ្រង់គង់នៅលើភ្នំនោះជាមួយនឹងព្រះនាងសក់ក្រអូបជាព្រះអគ្គមហាសីបានសេចក្តីសុខជាង1ឆ្នាំព្រះអគ្គមហាសីទ្រង់ក៏មានព្រះគភ៌លុះគ្រប់ទសមាសទ្រង់ក៏ប្រសូតបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាព្រះបាទដៃខ្លីព្រះរាជបុត្រនេះពិតមែនតែមានព្រះនាមព្រះបាទដៃខ្លីតែទ្រង់មានព្រះសរីរៈអវយវៈពេញលក្ខណៈទាំងអស់ជាព្រះរាជបុត្រកុមារក្លាហានអង្អាចរូបឆោមក៏ស្អាតសមរម្យល្អឥតខ្ចោះនាំឲ្យព្រះវរបិតានិងព្រះមេដាសពប្រតិក្រៃលែងតាំងពីស្ដេចបាយ័ងកោនិងព្រះនាងសក់ក្រអូបភៀសព្រះអង្គគង់នៅកោះនេះមកពុំដែលមានលេចលឺដំណឹងអំពីស្ដេចសៀមបន្តិចសោះព្រះអង្គគង់បានសុខសប្បាយឥតមានទុក្ខភ័យនឹកនាដល់ស្ដេចសៀមមកដល់ទីនេះនោះឡើយក្រោយមកស្ដេចសៀមក៏រកល្បិចដើម្បីយកព្រះនាងសក់ក្រអូបឲ្យតតែបានក៏រៀបចំរោងល្ខោនដ៏ពិសេសនៅលើសំពៅហើយជ្រើសរើសយកពួកមន្ត្រីរាជការជាច្រើនរូបដែលឆ្លៀសវៃក្នុងល្បិចស៊ើបការផ្សេងព្រមទាំងរេពលជាច្រើនទៀតបញ្ជូនសំពៅសម្ដៅទៅទិសទក្សិណដើម្បីស្វែងរកព្រះនាងសក់ក្រអូបម្ដងទៀតពួកមន្ត្រីពួកល្ខោនហើយនិងពួកទាហានទាំងអស់គេបានពិភាក្សាគ្នាដឹងកិច្ចការជាស្រេចដោយគេយល់ថាស្ដេចបាយ័ងកោនិងព្រះនាងសក់ក្រអូបប្រកាសជានៅក្នុងកោះមួយឯនាយសមុទ្រគេក៏ចេញសំពៅជាច្រើនថ្ងៃនិងច្រើនយប់សំដៅទៅដល់កោះនោះហើយក៏បោះយុទ្ធការចតសំពៅនៅជិតឆ្នេរកោះដែលស្ដេចបាយ័ងកោគង់ស្នាក់អាស្រ័យនៅចម្ងាយប្រមាណ12សិនប៉ុណ្ណោះត្រង់កោះដែលពួកសៀមចតសំពៅនោះជាប់ឈ្មោះថាជើងប្រជុំតមកដល់សប្តាហ៍ថ្ងៃគេក៏ហៅคล้ายមកថាជើងកញ្ចុំឯពួកពលសេនាសៀមពេលដែលបានចតសំពៅបោះយុទ្ធការស្រួលបួលហើយគេក៏ដាក់ឈើធ្វើជាស្ពានតពីសំពៅរបស់គេមកភ្ជាប់នឹងកំពង់នៃកោះនោះ
ហើយក៏តាំងរៀបពិធីលេងល្ខោននៅក្នុងសំពៅរាល់យប់មនុស្សប្រុសស្រីដែលនៅលើកោះទាំងប៉ុន្មានដោយពុំដែលបានមើលអ្វីឲ្យសប្បាយសោះនោះក៏នាំគ្នាទៅមើលល្ខោនយ៉ាងកកកហើយក៏បានទទួលបដិសណ្ឋារកិច្ចយ៉ាងប្រសើរអំពីពួកពលរាជការសៀមលុះលេងយូរទៅសេចក្តីសប្បាយរីករាយរបស់មនុស្សនៅលើកោះនោះក៏កើតឡើងដោយសារសិល្បៈរបាំរបស់ស្ដេចសៀមបណ្ដាលឲ្យអ្នកកោះនិងពួកពលសៀមស្និទ្ធស្នាលគ្នាយ៉ាងប្រពៃចំណែកពួកសៀមខាងស៊ើបការក៏យកការបានយ៉ាងច្បាស់លាស់ថាស្ដេចបាយ៉ង់កោគឺពិតជាស្នាក់នៅក្នុងកោះនេះពិតមែនអ្នកមើលល្ខោនទាំងប៉ុន្មានការត្រឡប់ទៅផ្ទះវិញក៏នាំគ្នានិយាយអួតសរសើរអំពីស្រីរបាំនិងពួកល្ខោនដែលចេះតែរាំយ៉ាងទន់ភ្លន់និងអំពីការរៀបចំទទួលភ្ញៀវយ៉ាងប្រសើររបស់ពួកគេឯពួកភីលៀងនិងពួកពលសេនាស្ដេចបាយ៉ង់កោដែលបានទៅមើលល្ខោនជាមួយនឹងគ្នានោះក៏នាំគ្នាក្រាបទូលស្ដេចបាយ៉ង់កោនិងព្រះនាងសក់ក្រអូបជារៀងរាល់ថ្ងៃដែលបានទៅមើលល្ខោនថ្ងៃមួយព្រះនាងអត់ទ្រាំនឹងសេចក្តីសប្បាយរីករាយនេះពុំបានដោយពួកភីលៀងចេះតែក្រាបទូលជាញឹកញាប់ពេកព្រះនាងក៏ក្រាបទូលព្រះស្វាមីចង់ទៅមើលល្ខោននឹងគេឲ្យឃើញម្ដងព្រោះពួកភីលៀងនិយាយថាល្អមើលណាស់ស្ដេចបាយ៉ង់កោទ្រង់ក៏នៅស្ងៀមមិននិយាយអ្វីទាំងអស់ព្រះនាងក៏ទុកព្រះរាជបុត្រឲ្យនៅជាមួយពួកភីលៀងក្នុងព្រះរាជដំណាក់ព្រះនាងយាងចេញទៅស្រង់ទឹកនៅមាត់កំពង់លុះស្រង់រួចហើយក៏ទ្រង់គ្រឿងអលង្ការមានបរិវារប្រុសស្រីជូនព្រះរាជដំណើរទៅទតល្ខោនលុះទៅដល់ពួកមន្ត្រីនិងសេនាសៀមបានឃើញក៏ស្គាល់ថាព្រះនាងសក់ក្រអូបជាមហេសីស្ដេចបាយ៉ង់កោដែលពួកគេកំពុងតែស្វែងរកនោះឥឡូវព្រះនាងបានចូលក្នុងឧបាយកលរបស់ពួកគេហើយពួកគេក៏បានរៀបចំបដិសណ្ឋារកិច្ចយ៉ាងគួរសមចំពោះព្រះនាងនិងបានរចនាអាសនៈយ៉ាងវិចិត្រសម្រាប់ព្រះនាងការព្រះនាងគង់បានស្រួលបួលហើយគេក៏ប្រគំភ្លេងមួយយ៉ាងពិរោះឈ្មោះថាបទលំនាងរួចគេក៏ប្រគំបទជើទៀតជាកិច្ចបើកឆាកល្ខោនរបស់គេជាលំដាប់ហូរហែអារម្មណ៍របស់ព្រះនាងបានដិតជាប់ទៅក្នុងសាច់រឿងនិងបទភ្លេងដ៏ពិរោះនៃតួល្ខោនចំណែកពួកសៀមដែលគេបានរៀបចំរួចជាស្រេចនោះគឺគេណាត់គ្នាជាចង្វាក់ស្គរនិងទំនុកច្រៀងសំពៅរបស់គេបានចងខ្សែយុទ្ធការមួយនៅទិសឦសានចម្ងាយ6ទៅ7សិនសម្រាប់វាយសំពៅថយកន្លែងនោះជាប់ឈ្មោះថាភូមិយុទ្ធការលុះគេដឹងថាព្រះនាងកំពុងតែជាប់ព្រះទ័យយ៉ាងមុតមមចំពោះសាច់រឿងនិងបទភ្លេងគេប្រគំបទភ្លេងមួយហៅថាបទស្រាវខ្សែយុទ្ធការហើយគេក៏ប្រគំបទភ្លេងមួយទៀតឈ្មោះថាបទសំពៅថយរួចគេក៏ចាប់វាយខ្សែយុទ្ធការហើយសំពៅក៏ចេះតែថយចេញបន្តិចម្ដងឯព្រះនាងសក់ក្រអូបព្រមទាំងភីលៀងអត់ដឹងថាសំពៅថយចេញសោះឡើយកំពុងជក់ព្រះハរតីនឹងល្ខោននោះក្រៃលែងសំពៅក៏ចេះតែថយចេញឆ្ងាយទៅទើបព្រះនាងនឹកចង់វិលទៅព្រះរាជដំណាក់វិញលុះទ្រង់ងាកទៅរកផ្លូវចាក់អសនៈល្ខោនស្រាប់តែឃើញសុទ្ធតែទឹកលហលហាចរកកោះត្រៃពុំឃើញព្រះនាងក៏ស្រឡាំងកាំងភ័ន្តភាំងញ័រចម្ប្រប់កណ្ដាលមហាសាគរព្រះនាងទ្រង់នឹកឃើញដល់រឿងដើមការដែលរត់ពីភ្នំដងរែកដើម្បីឲ្យផុតពីកណ្ដាប់ដៃរបស់សៀមឥឡូវគេចមិនផុតត្រឡប់ជាវិលមកចូលក្នុងអបាយកលរបស់សៀមទៅវិញទ្រង់ក៏ព្រះកន្សែងដោយក្រៀមក្រំថាអើថ្ងៃនេះហើយដែលខ្ញុំត្រូវប្រត់ប្រាស់ពីស្វាមីកំសត់និងបុត្រជាទីស្រឡាញ់របស់ខ្ញុំឯពួកសៀមគេក៏ច្រានអស់ពួកភីលៀងរបស់ព្រះនាងសក់ក្រអូបឲ្យចោះក្បូនត្រឡប់ទៅវិញគេយកតែព្រះនាងមួយអង្គទៅតែប៉ុណ្ណោះលុះពួកគេបានព្រះនាងហើយក៏នាំយកទៅថ្វាយស្ដេចសៀមត្រេកអរណាស់បានឲ្យរង្វាន់ខាន់ខៅយ៉ាងច្រើនដល់ពលសេនាទាំងនោះស្ដេចសៀមបានយកព្រះនាងសក់ក្រអូបមកគង់នៅក្នុងប្រាសាទដាច់ដោយឡែក
ហើយពួកស្រីស្នំក្រុមផ្កានៅចាំបម្រើព្រះនាងចំណែកស្ដេចបាយ៉ង់កោការបទ្រង់ជ្រាបថាពួកពលសៀមនាំយកព្រះអគ្គមហេសីទៅហើយព្រះអង្គក៏កាត់ទុកសោកសង្រែងក្រៃលែងមិនចង់ធ្វើអ្វីទាំងអស់ទឹកព្រះនេត្រហូរជាប់ជានិច្ចទ្រាំរស់នៅជាមួយនឹងព្រះរាជបុត្រព្រះអង្គទ្រង់គង់គយគន់ទៅមហាសាគរស្ទើរតែបែកព្រះនេត្រតែមិនបានឃើញអ្វីក្រៅពីទឹកដ៏ធំល្វឹងល្វើយនិងរលកបោកផ្កាត្រៃនោះឡើយទ្រង់ងាកមកមើលលើកោះវិញក៏ទ្រង់ឃើញតែរុក្ខាលតាវល្លិដែលសុទ្ធតែជាធម្មជាតិរស់រវើកហាក់ដូចជាចាំជួយរំលែកនៅសេចក្តីទុក្ខរបស់ទ្រង់ព្រះអង្គមានព្រះបន្ទូលថាកំសត់អើយកំសត់អ្វីម្លេះបងស្រណោះណាស់កាលបងនាំអូនរត់ឲ្យផុតពីដៃសៀមឥឡូវមិនផុតគង់តែផ្លាត់ស្នៀតធ្វើឲ្យបងទិញទៀមនៅតែម្នាក់ឯងចំណែកព្រះនាងសក់ក្រអូបដែលគង់នៅក្នុងប្រាសាទមួយតែព្រះអង្គនោះមានព្រះភ័ក្ត្រស្រពាប់ស្រពោនជានិច្ចទោះបីជាស្រីស្នំក្រុមផ្កាខំយកចិត្តទុកដាក់បម្រើផ្គប់គុណយ៉ាងណាក៏មិនស្រាក់ស្រានពីសេចក្តីទុក្ខដែរប្រាសាទដ៏ធំល្វឹងល្វើយតែហាក់ដូចជាចង្អៀតរកផ្លូវដែលគ្មានមួយថ្ងៃព្រះនាងតែងតែគង់អើតតាមបង្អួចខាងត្បូងជានិច្ចសម្លឹងរកមើលក្រែងបានឃើញមនុស្សដែលព្រះនាងធ្លាប់ស្គាល់ស្ដេចសៀមឲ្យទីហ៊ានយាមទ្វារជានិច្ចមិនឲ្យព្រះនាងចេញទៅណាបានឡើយព្រះនាងកាត់ទុកសោកសង្រែងជារៀងរាល់ថ្ងៃនឹកឃើញព្រះរាជបុត្រជាទីស្រឡាញ់និងស្វាមីជាគូកំសត់ជាច្រើនឆ្នាំកន្លងមកព្រះអង្គដៃខ្លីក៏មានវ័យវឌ្ឍនាការចម្រើនធំឡើងសួរព្រះរាជបិតារកព្រះមេត្តាដែលមិនដែលឃើញតតែសោះនោះស្ដេចបាយ៉ង់កោក៏ប្រាប់ព្រះរាជបុត្រតាមដំណើររឿងគ្រប់យ៉ាងព្រះអង្គក៏កើតសេចក្តីក្តៅក្រហាយជាខ្លាំងសូមលាព្រះរាជបិតាទៅតាមព្រះរាជមេត្តាយកមកវិញឲ្យតតែបានព្រះរាជបិតាក៏មានព្រះបន្ទូលថាបើសិនជាបុត្រទៅតាមរកព្រះរាជមេត្តារបស់បុត្រដោយដៃទទេនោះគឺពុំបានឡើយណាដូច្នេះបុត្រកុំអាលទឹកអីចាំបិតាកេណ្ឌសេនារាពលឲ្យបានទៅជាកំដរបើមានអាសន្នមកដល់កូនអាចដោះខ្លួនបានណាទើបស្ដេចបាយ៉ង់កោទ្រង់ជ្រើសរើសមនុស្សដែលក្លាហានស្ម័គ្រចិត្តចូលធ្វើជាពលសេនាបានចំនួនរាប់ម៉ឺននាក់ឲ្យមកប្រជុំនៅកន្លែងមួយតាំងសិលមុនវិជ្ជាការហាត់រៀនមុនអាគមគាថានៅទីប្រលានមួយទើបហៅទីនោះជាប់ឈ្មោះថាស្រែចំពុលរហូតមកដល់សពថ្ងៃនេះលុះទ្រង់យល់ថាបានការលមមជាទីគាប់ចិត្តហើយទើបទ្រង់ឲ្យប្របាទដៃខ្លីជាព្រះរាជបុត្រចុះសំពៅទៅតាមផ្លូវជើងទឹកសំដៅទៅទិសពីយប់អស់ពេលរវាង3សប្តាហ៍ទើបទៅដល់ព្រំដែនសៀមព្រះអង្គម្ចាស់ដៃខ្លីក៏ចតសំពៅនៅកំពង់នៃកោះមួយដែលមានផែនដីជាប់ទៅនឹងព្រំប្រទល់សៀមលំហមយើងចូលទៅស្រុកសៀមបានដោយដែលបានពោលមកហើយថាព្រះអង្គម្ចាស់ដៃខ្លីពិតមែនតែមានព្រះនាមថាដៃខ្លីតែព្រះអង្គមានប្រហោះល្អមានព្រះរូបសម្បត្តិសង្ហាគួរជាទីពិពិលរមិលមើលនៃពួកស្រីស្រីក្រមុំព្រះអង្គបានផ្ដាំពួកពលទាំងអស់ថាណែសូមលោកបងចាំនៅទីនេះសិនចុះណាយើងទៅតែម្នាក់ឯងបានហើយមិនកំណត់ថាថ្ងៃណានឹងវិលមកវិញទេលុះត្រាតែយើងបានសម្រេចតាមសេចក្តីប្រាថ្នាទើបត្រឡប់មកសំពៅវិញព្រះអង្គក៏ធ្វើដំណើរទៅដល់ក្រុងសៀមក្នុងប្រទេសចេះតែគិតបណ្ដាថាបើសិនជាបានជួបព្រះមេត្តាប្រហែលជាមិនស្គាល់ព្រះភ័ក្ត្រលោកទេចំណែកព្រះមេត្តាវិញក៏ប្រហែលជាមិនស្គាល់ទូព្រះបង្គំដែរក
ប់ជួនជាថ្ងៃមួយព្រះបាទដៃខ្លីកំពុងតែសម្លឹងមើលនាយមើលអាយស្រាប់តែបានជួបប្រទះនឹងនាងសក់ក្រអូបជាព្រះមេដាដែលគង់ត្រង់បង្អួចប្រាសាទទួតមើលមកខាងក្រៅតែមួយព្រះអង្គឯងតែទ្រង់មិនស្គាល់ជាព្រះមេដាសោះទ្រង់គិតថាជាស្រីសៀមដែលមានរូបឆោមស្អាតស្រស់បំព្រងមុខមូលក្រឡង់ដូចវងច័ន្ទបបោមាត់ក្រហមឆ្អៅគួរជាទីស្រឡាញ់ក៏មានចិត្តប្រតិព័ទ្ធក៏ទ្រង់ពោលពាក្យបញ្ឆិតបញ្ឈៀងផ្ដោះផ្ដងឲ្យព្រះនាងដោយសេចក្តីស្នេហាឯព្រះនាងសក់ក្រអូបវិញមិនស្គាល់ថាប្រុសម្នាក់នោះគឺជាបរិយាបុត្ររបស់ទ្រង់ឡើយគិតថាជាប្រុសសៀមសុតសាតក៏កាត់ចិត្តប្រតិព័ទ្ធយ៉ាងខ្លាំងរហូតទៅដល់បានពោលពាក្យសម្ដីចែចង់តាមធម្មជាតិរបស់ស្ត្រីនិងបុរសព្រះនាងបានផ្ដាំព្រះអង្គថាដល់ពេលប្រលប់ធំចាំឲ្យព្រះអង្គមកម្ដងទៀតព្រះនាងនឹងចុះពីប្រាសាទមកចាំផ្លូវព្រះនាងបានបញ្ជាក់ទៀតថាទីនេះស្ងាត់ល្អណាស់អត់មានមនុស្សចេញចូលជាញឹកញាប់ទេព្រះអង្គម្ចាស់មានសេចក្តីស្នេហាជាខ្លាំងហើយទ្រង់ក៏គិតថាអញនឹងចង់ក្រមុំសៀមនេះឲ្យបានហើយនឹងទង្រត់នាងយកទៅទុកនៅសំពើសិនសុំដើរទៅរកម្ដាយអញជាបន្តទៅទៀតលុះដល់ពេលប្រលប់ធំព្រះអង្គម្ចាស់នោះក៏ត្រឡប់មកប្រាសាទវិញតាមបណ្ដាំព្រះនាងក៏ចេញមកជួបនាំគ្នាឡើងទៅព្រះរាជដំណាក់អ្នកទាំងពីរក៏និយាយសំណេះសំណាលលួងលោមគ្នាដោយសេចក្តីស្នេហាបានប្រព្រឹត្តស្មន់អន្តករនឹងគ្នាហើយក៏នាំគ្នារត់ចេញពីព្រះរាជដំណាក់ទៅកំពង់ជាទីចតសំពៅលុះមកដល់សំពៅព្រះនាងស្គាល់អាមាត្យជាក្រុមញាតិរបស់អ្នកបម្រើអ្នកទាំងនោះក៏ភ្ញាក់ផ្អើលហើយសាកសួរគ្នាទៅវិញទៅមកក៏បានដឹងច្បាស់ថាស្ត្រីនេះគឺជាព្រះនាងសក់ក្រអូបជាព្រះមេដារបស់ព្រះអង្គម្ចាស់ដៃខ្លីដែលជាព្រះរាជបុត្រព្រះនាងក៏ជ្រាបថាបរិសនេះជាព្រះរាជបុត្រជាទីកំសត់ដែលព្រះនាងបានប្រឆាចចោលមកអស់រយៈពេលជាង10ឆ្នាំមកហើយព្រះមេដានិងព្រះរាជបុត្រក៏យំអោបគ្នាដោយសេចក្តីនឹករលឹកយ៉ាងសានកំសត់ឯសេចក្តីស្នេហាដោយតណ្ហាក៏រលាយបាត់ក្នុងពេលនោះគ្មានសល់ព្រះរាជបុត្រក៏មានសេចក្តីរន្ធត់ញាប់ញ័រជាពន្លឹកចំពោះអំពើពំពួរកប់បីដែលទ្រង់បានធ្វើចំពោះព្រះមេដាទោះជាព្រះមេដាអត់ទោសយ៉ាងណាក៏ពុំស្ងប់សេចក្តីញាប់ញ័រនោះឡើយពួកពលសេនាកាលបើបានប្រនាងហើយក៏នាំគ្នាបើកសំពៅយ៉ាងលឿនឥតមានបងអង្គឆ្ពោះទៅកាន់ព្រះរាជដំណាក់ព្រះបាទបយ៉ុងកោវិញ3 សប្តាហ៍ក្រោយមកសំពៅក៏បានមកដល់ព្រះរាជដំណាក់និងព្រះនាងសក់ក្រអូបបានមកជួបជុំគ្នាដោយសេចក្តីរីករាយនិងដោយសេចក្តីសោកសង្រេងទង្គឹសខ្សឹកខ្សួលដោយសេចក្តីនឹករលឹកបំផុតកាលបើបានជួបព្រះចេស្តាជាទីស្រឡាញ់ហើយព្រះនាងក៏ក្រាបបង្គំទូលរៀបរាប់តាមដំណើរថាគេនាំខ្ញុំម្ចាស់យកទៅឲ្យរស់នៅក្នុងប្រាសាទតែម្នាក់ឯងមានពួកស្រីនៅកំដរចាំបម្រើគ្រប់ពេលគ្រប់វេលាគ្មានស្ដេចសៀមឬកំឡោះណាមកបៀតបៀនខ្ញុំម្ចាស់ទេតែពេលដែលព្រះរាជបុត្ររបស់យើងទៅដល់ខ្ញុំម្ចាស់មិនស្គាល់ថាជាកូនរបស់យើងនោះនឹកស្មានថាគេជាកំឡោះមកពីណាចំណែកបុត្រយើងវិញក៏មិនស្គាល់ខ្ញុំម្ចាស់ជាមេដាដែរពេលបានជួបគ្នាក៏កាត់ចិត្តប្រតិព័ទ្ធស្នេហារហូតទៅដល់បានស្ម័គ្រស្មន់អន្តកជាមួយនឹងកូនរបស់យើងនេះទៅហើយណាសូមព្រះស្វាមីអភ័យទោសដល់រូបខ្ញុំម្ចាស់ព្រមទាំងព្រះរាជបុត្រផងស្ដេចបយ៉ុងកោទ្រង់ជ្រាបហេតុសពគ្រប់យ៉ាងតាមពាក្យទូលនៃព្រះនាងហើយទ្រង់ក៏អត់មានខ្ញាល់អ្វីឡើយដោយព្រះអង្គទ្រង់ពិចារណាថាធម្មតាម្ដាយនឹងកូនបើទោះបីជាយ៉ាងណាក៏មិនហ៊ានប្រព្រឹត្តអំពើពំពួរកប់បីយ៉ាងនេះដែរនេះក៏មកពីហេតុមិនស្គាល់គ្នាបានជាហ៊ានប្រព្រឹត្តអំពើអនាចារយ៉ាងនេះណារឿងនេះស្ដេចបយ៉ុងកោទ្រង់មានសន្តិសង្ស័យក្រៃលែងលោកព្រះរាជបុត្រមានបាបកម្មធ្ងន់ធ្លាក់ដល់អបាយទើបព្រះអង្គឲ្យហៅអ្នកប្រាជ្ញរាជបណ្ឌិតកវីហោរាមកជួបជុំពិគ្រោះគ្នាមើលក្រែងមាន
កម្ពុជាវេរាទៅជាតិខាងមុខលុះជំនុំពីគ្រោះធៀបមើលហេតុផលសពគ្រប់ទៅក៏បានវិនិច្ឆ័យសម្រេចថាត្រូវតែឲ្យព្រះរាជបុត្រទទួលទណ្ឌកម្មគឺត្រូវជីកស្រះឲ្យបានចំនួន101អង្គស្ដេចបាយ៉ង់កោក៏ទ្រង់ចាត់ឲ្យពលករ101នាក់ឲ្យជួយជីកស្រះព្រះរាជបុត្រដែរលុះជីករួចហើយបានស្រះហើយក៏ទ្រង់ចាត់ចែងឲ្យធ្វើបន់ឆ្លងហើយព្រះរាជបុត្រទ្រង់អធិដ្ឋានថាស្រះអង្គទាំង101ដែលជាស្នាដៃរបស់ខ្ញុំកសាងនេះខ្ញុំសូមឧទ្ទិសទុកជាប្រយោជន៍ដល់សន្តនិកដើម្បីនឹងបានទឹកប្រើតទៅដរាបណាស្រះអង្គនេះលែងដក់ទឹកហើយដេកដុះរៀបស្មើឡើងវិញដោយធម្មតាដរាបសូមឲ្យទោសរបស់ខ្ញុំរលាយអហោសកម្មទៅហេតុនេះហើយបានជានៅក្នុងខេត្តតាកែវទាំងមូលមានទីកន្លែងដែលមានឈ្មោះថាអង្គច្រើនណាស់ដូចជាអង្គរកាអង្គសឹងជាដើម